រឿង Mark Pendy និង Tigo លក់ទំពាំងបាយជូរនៅវេលាព្រឹកព្រលឹមថ្ងៃមួយមិត្តល្អនឹងគ្នា3នាក់គឺកូនឆ្មា Max កូនខ្លា Tigo និងខ្លាឃ្មុំ Pendy ពួកគេមានការរំភើបចិត្តជាខ្លាំងដោយបានរៀបចំខ្លួនដើម្បីទៅចំការទំពាំងបាយជូរពួកគេយកកន្ត្រកពួកគេនឹងស្លៀកសម្លៀកបំពាក់ដែលពួកគេចូលចិត្តហើយចាក់ចេញទៅមិត្តភក្តិទាំង3នាក់ទៅដល់ចំការទំពាំងបាយជូរដ៏ធំមួយដែលពោរពេញទៅដោយទំពាំងបាយជូរពណ៌ស្វាយនិងបៃតងមានក្លិនក្រអូបស្រស់ស្រាយពេលខ្យល់បក់មកកូនឆ្មា Max បានបេះទំពាំងបាយជូរមួយបាច់ដោយប្រុងប្រយ័ត្នហើយពិនិត្យមើលវាយ៉ាងដិតដល់គេនិយាយដោយស្នាមញញឹមថាទាំងអស់នេះគឺល្អៗណាស់ខ្លាឃ្មុំ Pendy ក៏បានបេះផ្លែទំពាំងបាយជូរបានច្រើនណាស់ដែរតែគេបានបរិភោគអស់ជាច្រើនហើយនិយាយទាំងសើចសប្បាយថាទំពាំងបាយជូរនេះផ្អែមណាស់កូនខ្លាឯនេះវិញបានបេះទំពាំងបាយជូរបានយ៉ាងធំៗហើយដាក់វាចូលទៅក្នុងកន្ត្រកដោយគេបាននិយាយថាយើងត្រូវប្រយ័ត្នកុំឲ្យវាបែកក្រោយមកកន្ត្រករបស់ពួកគេពេញទៅដោយផ្លែទំពាំងបាយជូរស្រស់ៗហើយពួកគេនិយាយទាំងសប្បាយចិត្តថាថ្ងៃនេះយើងបេះបានច្រើនណាស់ពេលបេះរួចគេទាំង3នាក់ក៏ដើរទៅមាត់ទន្លេហើយលាងផ្លែទំពាំងបាយជូរយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់បំផុតក្រោយពីលាងសម្អាតរួចគេរៀបចំទំពាំងបាយជូរយ៉ាងស្អាតដាក់ក្នុងកន្ត្រកតូចៗសម្រាប់លក់នៅឯផ្សារបន្ទាប់ពីលាងរួចពួកគេក៏យកទំពាំងបាយជូរទាំងនោះដើរឆ្ពោះទៅផ្សារនៅក្នុងភូមិដោយរំភើបចិត្តពេលបានជួបអតិថិជននៅផ្សារនោះផងដែរគឺមានពោរពេញទៅដោយតូបលក់ផ្លែឈើនិងអាជីវករជាច្រើនពួកគេរាក់ទាក់ណាស់មិត្តភក្តិទាំង3ស្វែងរកកន្លែងល្អមួយដើម្បីរៀបចំការលក់រំពេចនោះមានទន្សាយតូចមួយដើរទៅទិញទំពាំងបាយជូរមួយកន្ត្រកតូចហើយនិយាយថាទំពាំងបាយជូរទាំងនេះមើលទៅឆ្ងាញ់ណាស់មិនយូរប៉ុន្មានអតិថិជនមកកាន់តែច្រើនពួកគេបានជួយទិញផ្លែទំពាំងបាយជូរស្រស់ទាំងនោះដោយក្តីរីករាយទំពាំងបាយជូររបស់ពួកគេលក់ដាច់លឿនណាស់ដោយ Pendy បាននិយាយថាយើងប្រហែលជាលក់អស់ឆាប់ៗនេះហើយមិនយូរប៉ុន្មានមិត្តភក្តិទាំង3បានលក់ទំពាំងបាយជូរអស់ហើយក៏នាំគ្នាសម្រាកដោយរីករាយជាមួយទឹកផ្លែឈើស្រស់ៗផងដែរពួកគេត្រឡប់ទៅផ្ទះមើលថ្ងៃលិចនៅឯចំការទំពាំងបាយជូរដោយអារម្មណ៍រីករាយនិងមោទនភាពបំផុតពេលមកផ្ទះវិញមិត្តភក្តិទាំង3នាក់អង្គុយរាប់លុយដែលរកបានដោយកូនឆ្មា Max បាននិយាយថាយើងលក់ទំពាំងបាយជូរបានច្រើនណាស់ថ្ងៃនេះផងដែរ Tigo បានណែនាំថាយើងត្រូវប្រើប្រាស់ប្រាក់ទាំងនេះខ្លះដើម្បីដាំទំពាំងបាយជូរបន្ថែមទៀតសម្រាប់រដូវក្រោយហើយមិត្តភក្តិគេក៏យល់ស្របដែរលុះព្រឹកឡើងគេទាំងអស់គ្នាក៏ត្រឡប់ទៅចំការវិញហើយដាំទំពាំងបាយជូរបន្ថែមហើយ Pendy បាននិយាយថារដូវកាលក្រោយនេះទំពាំងបាយជូរយើងនឹងកាន់តែល្អក្រោយពីខំប្រឹងអស់ពីកម្លាំងកាយចិត្តពួកគេសម្រាកនៅមាត់ទន្លេដាក់ជើងក្នុងទឹកហើយរីករាយជាមួយខ្យល់អាកាសដ៏បរិសុទ្ធពេលយប់មានផ្កាយរះមិត្តភក្តិទាំង3អង្គុយនៅខាងក្រៅដោយមានអារម្មណ៍មោទនភាពនិងរីករាយកូនឆ្មា Max បាននិយាយថានេះគឺជាការងារដ៏ល្អបំផុតដែលមិនធ្លាប់មានសម្រាប់យើងទាំងអស់គ្នាសូមអរគុណ